នៅកណ្ដាលព្រៃដ៏ធំមួយដែលមានសត្វតូចធំមរគីបាក់សាបាក់សីនិងសត្វព្រៃជាច្រើនរស់នៅយ៉ាងសម្បូរសប្បាយនៅសម័យថ្ងៃមួយមានកូនកំប្រុកតូចមួយកំពុងតែរត់លេងយ៉ាងសប្បាយរួមទាំងមានចំណីនៅក្នុងដៃផងកំពុងតែរត់លេងសុកស្រាប់តែកូនកំប្រុកតូចក៏បានធ្លាក់ទៅក្នុងអន្ទាក់របស់ព្រានព្រៃមួយរំពេចនៅពេលនោះដែរសត្វស្កានិងកាំប្រមាក៏បានមកឃើញសូមមេត្តាជួយខ្ញុំផងខ្ញុំពិតជាឈឺខ្លាំងណាស់អើយកំប្រុកកំសត់អើយយើងពិតជាអាណិតឯងខ្លាំងណាស់យើងនឹងរកវិធីដើម្បីជួយឯងឲ្យបានអាយ៉ាកំប្រុកនេះមានចំណីនៅក្នុងដៃល្អណាស់យើងនឹងដណ្ដើមយកមកឲ្យបានសូមពួកអ្នកជួយខ្ញុំផងទេខ្ញុំពិតជាឈឺចុកចាប់ណាស់ខ្ញុំនឹងជួយឯងឲ្យបានឯងកុំព្រួយឡើយចំណីរបស់ឯងត្រូវតែធ្លាក់មកលើដៃយើងឯងទ្រាំតិចសិនទៅកំប្រុកតូចយើងនឹងរកមកជប់ឯងសិននៅពេលនោះសត្វស្កាក៏បានទៅរកខ្សែមួយដោយយកចុងម្ខាងនៃខ្សែចងជាប់នឹងចង្កេះរបស់ខ្លួនយ៉ាងណែននិងបោះទម្លាក់ផ្នែកម្ខាងទៀតនៃខ្សែទៅឲ្យកូនកំប្រុកកំសត់ដែលកំពុងតែជាប់នៅក្នុងអន្ទាក់យ៉ាងជ្រៅហត់ណែចាប់ឲ្យជាប់ទៅកុំប្រឡែងណាបានរួចរាល់ហើយឆាប់ទាញឡើងទៅនៅពេលនោះសត្វស្កាក៏បានទាញខ្សែមួយទំហឹងខំប្រឹងទាញហើយទាញទៀតនៅតែជួយសង្គ្រោះកំប្រុកមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលស្កាខំទាញកាន់តែខ្លាំងធ្វើឲ្យជើងរបស់កំប្រុកតូចទៅបុកជាមួយនឹងឈើស្រួចដែលជាចម្រងនៃអន្ទាក់ក៏បានធ្វើឲ្យកំប្រុកមានរបួសយ៉ាងខ្លាំងហើយហូរឈាមមកយ៉ាងច្រើនអើយពិតជាឈឺខ្លាំងណាស់តើឯងយ៉ាងម៉េចហើយឯងទ្រាំបានទេយើងពិតជាឈឺចុកចាប់ពេញទាំងខ្លួនតែឯងទាញទៀតទៅបើសិនជាយើងជាប់នៅក្នុងនេះមុននឹងក្រោយក៏គង់តែយើងត្រូវស្លាប់ដដែលទេម្ល៉េះហើយទោះបីជាយ៉ាងណាយើងត្រូវតែចេញពីក្នុងអន្ទាក់នេះទៅក្រៅឲ្យបានជាមិនខានហើយពិតជាគ្មានបានការពិតមែនគ្រាន់តែទាញប៉ុណ្ណឹងសោះក៏ធ្វើមិនសម្រេចដែរយើងចាំយកចំណីឡើងចង់ខ្យល់កោទៅហើយនេះហេរវល់តែរកចំណីគ្មានកាត់ខំប្រាំងជួយគ្នារកមកចោលបាយអ្វីដើម្បីសង្គ្រោះគ្នាឲ្យឆាប់រួចផុតពីអន្ទាក់សោះគ្នាកំពុងតែលំបាកគួរណាស់តែកើតចិត្តសង្វាយតែឯងនេះគិតតែផលប្រយោជន៍គិតតែចង់បានចំណីគ្មានកាត់អាណិតដល់គ្នាដែលជាអ្នករងគ្រោះអីបន្តិចសោះឡើយបើឯងពិតជាក្រន់បើមែននោះឯងយកវាឡើងមកលើឲ្យបានសិនទៅចាំមកថាឲ្យយើងនៅពេលនោះដែរសត្វស្កាក៏បានបញ្ចេញកម្លាំងមួយទំហឹងទាញកំប្រុកចេញពីក្នុងអន្ទាក់នោះនៅទីបំផុតស្កាក៏អាចធ្វើបានមែនហើយកូនកំប្រុកតូចដ៏កំសត់ក៏បានចេញពីក្នុងអន្ទាក់នោះបានសម្រេចដោយជោគជ័យប៉ុន្តែជាអកុសលកូនកំប្រុកបានត្រូវរបួសធ្ងន់ដោយសារតែការមុតជំរងអន្ទាក់ទើបបណ្ដាលឲ្យហូរឈាមអស់ច្រើនស្ទើរតែអស់ពីខ្លួនក៏បានធ្វើឲ្យកូនកំប្រុកតូចស្លាប់ភ្លាមមួយរំពេចអោកូនកំប្រុកកំសត់អើយយើងសុំទោសផងដែលយើងសង្គ្រោះឯងមិនបានតែយើងបានខំប្រឹងអស់ពីលទ្ធភាពហើយឯងអត់ទោសឲ្យយើងផងចុះយេចំណីនេះយកឡើងមកលើបានហើយមើលទៅពិតជាតំណងណាស់យើងប្រកាសជាឆ្ងាញ់មាត់មិនខានទេគ្នាស្លាប់ទាំងមូលទៅហើយនៅសាយត្រេកអរដោយឃើញចំណីទៅកើតឯនេះចាំជាកំណត់អាក្រក់មែនយ៉ាងណាយើងត្រូវតែយកចំណីនោះមកស៊ីឲ្យបានឯងកុំសង្ឃឹមអីសោះសន្តានខូចដូចជាឯងយើងមិនឲ្យឯងបានស៊ីស្រួលឡើយឯងសាកទៅមើលបើសិនជាឯងខ្លាំងមែនប្រកាសហើយបើសិនជាឯងចង់សាកជាមួយយើងនឹងកំដរឯងដល់ទីបញ្ចុះនៅពេលដំណើរគ្នានោះដែរទាំងស្កានិងកាំប្រមាក៏បានរត់ទៅសង្គ្រប់ចំណីហើយបានប្រទីងប្រទង់ដណ្ដើមគ្នាអស់ពេលជាយូរនៅតែចែកគ្នាមិនដាច់ទើបពួកគេបានសម្រេចចិត្តទៅរករាជសី
ដែលជាស្ដេចនៃសត្វព្រៃមានអំណាចដ៏មហិមាលើសសត្វនានាទាំងអស់ដើម្បីឲ្យជួយកាត់ក្តីផ្ដល់យុត្តិធម៌ដល់សត្វទាំងពីរក្បាលតើអ្នកទាំងពីរមករកយើងមានការអីដែរពួកយើងមានរឿងចង់ពឹងពាក់ឲ្យលោកម្ចាស់ជួយរកយុត្តិធម៌ឲ្យតើមានរឿងអីទៅឆាប់បកស្រាយមកមើលយើងចាំស្ដាប់សូមជម្រាបលោកម្ចាស់ខ្ញុំត្រូវបានគេបំពានដណ្ដើមយកចំណីដែលជាកម្មសិទ្ធិរបស់ខ្ញុំដែលបានមកពីសត្វកំប្រុកដែលខ្ញុំជួយមិនប៉ិតទេលោកម្ចាស់ចំណីនេះជារបស់ខ្ញុំទេព្រោះខ្ញុំទៅវិញទេដែលជាអ្នកសង្គ្រោះសត្វកំប្រុកដូច្នេះហើយវាជារបស់ខ្ញុំតែម្នាក់គត់ព្រោះវាជារង្វាន់ដែលខ្ញុំទទួលបានពីការជួយសង្គ្រោះសត្វកំប្រុកដ៏កំសត់នោះកុំជឿអីលោកម្ចាស់ស្កានេះវានិយាយបោកប្រាស់ទេតើពួកឯងមានភ័ស្តុតាងអ្វីឲ្យយើងជឿបាននោះគ្មានទេលោកម្ចាស់ព្រោះសត្វដែលខ្ញុំបានសង្គ្រោះនោះវាបានស្លាប់បាត់ទៅហើយចំណែកខ្ញុំវិញគឺជាអ្នកអះអាងយ៉ាងពេញទំហឹងថាខ្ញុំជាអ្នកជួយសង្គ្រោះនោះពិតមែនសត្វស្កានិងកម្មប្រមាបានប្រជែងគ្នារកអំណះអំណាងរៀងខ្លួនប្រាប់ទៅរាជសីហ៍ប៉ុន្តែរាជសីហ៍កាត់ក្តីរកអ្នកឈ្នះចាញ់មិនបានសោះដោយហេតុថាដៃគូបដិបកទាំងសងខាងពុំមានសាក្សីអ្វីមួយដែលច្បាស់លាស់រៀងខ្លួនហេតុដូចនេះហើយទើបគូទំនាស់ទាំងពីរបានចាកចេញហើយធ្វើដំណើរទៅរកដំណោះស្រាយផ្សេងទៀតលុះធ្វើដំណើរបានរៀងយូរគួរសមបន្តិចក៏បានជួបប្រទះនឹងសត្វចចកមួយក្បាលដែលកំពុងតែបណ្ដើរវងចចកជាច្រើនអូនោះសត្វចចកតើគិតរកពឹងឲ្យចចកជួយដោះស្រាយសិនបងចចកខ្ញុំមានរឿងឲ្យជួយតើអ្នកទាំងពីរមានរឿងអីចង់ឲ្យខ្ញុំជួយប្រាប់ខ្ញុំមកបើសិនជាអាចជួយបានខ្ញុំនឹងជួយបាត់បងរឿងហ្នឹងវាបែបនេះស្កានិងកម្មប្រមាក៏បានរៀបរាប់រឿងហេតុដំណើរដើមតងសពគ្រប់បែបយ៉ាងប្រាប់ទៅចចករួមទាំងវងចចកទាំងអស់ក៏បានស្ដាប់ផងដែរទាំងពីរនាក់ក៏បាននិយាយយកឈ្នះរៀងខ្លួនដោយដែលធ្វើកាលឲ្យរាជសីហ៍ជួយដោះស្រាយឲ្យដែរតែលទ្ធផលហាក់ដូចជាចែកមិនដាច់ដោយកាលជាមួយរាជសីហ៍ដែរឃើញថាដោះស្រាយគ្នានៅតែមិនដាច់ស្រេចក៏នាំគ្នាដើរចេញបំបែកវងគ្នាបាត់ទៅស្កានិងកម្មប្រមាចេះតែមិនសុខចិត្តហើយសុទ្ធតែចង់ឈ្នះរៀងខ្លួនទើបនាំគ្នាមិនព្រមឈប់ក៏នៅតែដើររកអ្នកមានប្រាជ្ញាឲ្យជួយកាត់ក្តីតទៅទៀតលុះនាំគ្នាដើរទៅកាន់តែយូរទៅក៏បានប្រទះនឹងទន្សាយមួយក្បាលកំពុងរត់កាត់មុខទាំងពីរនាក់ក៏បានស្ទាក់ទន្សាយឲ្យឈប់រួចក៏និយាយទៅកាន់ទន្សាយបងទន្សាយឈប់សិនកុំអាបញ្ញាប់ទៅណាខ្ញុំមានការចង់ពឹងពាក់មែនហើយឈប់សិនបងទន្សាយតើអ្នកទាំងពីរកាត់ទុកមិនសុខចិត្តរឿងអីដែរមើលទៅដូចជាធំដុំណាស់នេះត្រឹមត្រូវណាបងខ្ញុំមានរឿងអយុត្តិធម៌កើតឡើងមកលើខ្ញុំណាបងខ្ញុំក៏អញ្ចឹងដែរបងខ្ញុំមិនសុខចិត្តទេបែបនេះហើយទើបខ្ញុំចង់ឲ្យបងជួយនឹងណាបងអូរួចចុះអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចគឺថាពួកខ្ញុំនឹងផ្ដល់សិទ្ធិឲ្យបងជាអ្នកកាត់ក្តីរកចាញ់ឈ្នះមកឲ្យពួកខ្ញុំមែនហើយបងប្រសិនបើបងអាចកាត់បានច្បាស់លាស់ត្រឹមត្រូវសមហេតុផលល្មមអាចទទួលយើងនឹងព្រមទទួលយកណាបងបើអញ្ចឹងរៀបរាប់ប្រាប់ខ្ញុំមកមើលតើដើមហេតុវាបែបណាតាំងពីដំបូងខ្ញុំកំពុងតែដើរសុកខ្ញុំក៏បានប្រទះឃើញកូនកំប្រុកតូចមួយដ៏កំសត់បានធ្លាក់ចូលក្នុងអន្ទាក់របស់ព្រានព្រៃទាំងមានចំណីកាន់នៅក្នុងដៃផងដែរឃើញកូនកំប្រុកមានសេចក្តីវេទនាបែបនេះខ្ញុំក៏មានសេចក្តីអាណិតជាខ្លាំងហើយក៏បានរកគ្រប់វិធីសាស្ត្រដើម្បីជួយឲ្យផុតពីរណ្ដៅកូនកំប្រុកនោះក៏បានសន្យាថាបើសិនជាខ្ញុំយកគេចេញពីរណ្ដៅបានគេនឹងប្រគល់ចំណីទាំងអស់របស់វាឲ្យមកខ្ញុំទៀតផងមិនប៉ិតទេគឺខ្ញុំទៅវិញទេដែលជាអ្នកសង្គ្រោះកំប្រុកដ៏កំសត់នោះកុំនិយាយកុហក
អ្នកជួយកំប្រុកគឺជាយើងទេខ្ញុំនិយាយសុទ្ធតែជាការពិតមែនទេតើឲ្យខ្ញុំជឿបានយ៉ាងម៉េចទៅគឺខ្ញុំនេះថែមទាំងបានយកខ្សែមកចងជាប់នឹងខ្លួនឯងដើម្បីជួយទាញសណ្ដោងកូនកំប្រុកនេះទៀតផងមិនពិតទេខ្ញុំទេដែលជាអ្នកធ្វើរឿងនេះហើយគិតយ៉ាងម៉េចអញ្ចេះរនឹកវិធីដើម្បីពិសោធន៍ឲ្យដឹងការពិតសិនថាអ្នកណាល្អពិតនិងអ្នកណាអាក្រក់អូរនឹកឃើញហើយឥឡូវគិតបែបនេះចុះចាំខ្ញុំមួយផ្លែតសិនខ្ញុំមានការរវល់បន្តិចខ្ញុំមកវិញឥឡូវហើយនៅពេលដែលទុនសាយបានដើរត្រឡប់មកវិញទុនសាយក៏បានធ្វើពុតជាបាក់ជើងដើរអូសជើងស្រែកយំជួយខ្ញុំផងមិញនេះមានព្រាមព្រៃចង់មកប្រមាញ់ខ្ញុំបាញ់ខ្ញុំត្រូវចំជើងចាំតិចអង្គុយចុះសិនទៅខ្ញុំទៅយកកណាត់មកចងឲ្យឯងកាត់ក្តីឲ្យយើងសិនមកយើងប្រញាប់ទៅរកចំណីស៊ីគ្នាមានរបួសប៉ុណ្ណឹងហើយមិនគិតជួយគ្នាសិនទេគិតតែពីរឿងចំណីនឹងហើយយើងមិនខ្វល់ទេឯងរបួសគឺជារឿងរបស់ឯងកាត់ក្តីសិនមកយើងប្រញាប់ទៅស៊ីចំណីនៅពេលដែលសត្វកម្មប្រមាបានសម្ដែងចរិតពិតចេញមកហើយទើបធ្វើឲ្យទុនសាយបានចាប់ភ្លឹកអំពីចរិតសន្តានដែលគិតតែពីផលប្រយោជន៍របស់សត្វកម្មប្រមាបែបនេះហើយទើបធ្វើឲ្យទុនសាយកាត់ក្តីសម្រេចថាឲ្យស្កាជាអ្នកឈ្នះរួចហើយក៏បានប្រាប់ការពិតទៅកាន់ពូគីថាខ្លួនគ្រាន់តែធ្វើពុតជាបាក់ជើងគ្រាន់តែប្រើល្បិចបញ្ឆោតរកការពិតប៉ុណ្ណោះបន្ទាប់មកស្កាបានស៊ីចំណីយ៉ាងឆ្ងាញ់ពិសារីឯកម្មប្រមាបានត្រឹមតែលេបទឹកមាត់ប៉ុណ្ណោះអ្នកដែលប្រព្រឹត្តសេចក្តីល្អពិតប្រាកដរមែងតែងតែទទួលបានផលល្អតបស្នងមកវិញជាក់ជាមិនខាន